អ្នកលក់ដែលបានផ្ដល់ភាពកក់ក្ដៅដល់អតិថិជននោះនឹងជួយនោះគាត់នឹងជួយណែនាំមិត្តភក្តិឬក៏បងប្អូនគាត់ឬកូនចៅគាត់ឲ្យជួយផ្សព្វផ្សាយមកយើងមិនបាច់ទៅមានបណ្ដាញសង្គមណាផ្សាយទេពីព្រោះការផ្សាយពីមាត់មួយទៅមាត់មួយនេះគឺវាខ្លាំងជាងបណ្ដាញសង្គមទៅទៀតព្រោះថាអានេះគឺជារឿងមួយដែលគាត់ជួបគ្នាគាត់មួយថ្ងៃទៅឧទាហរណ៍គាត់មានជុំគាត់ក្រុមគាត់ហាត់ប្រាណអីចឹងទៅមកក្រុមគាត់4 10 20នាក់ចឹងទៅហើយគាត់ពេលសម្រាប់ទៅគាត់នឹងអាចអង្គុយជំនុំគ្នាលេងហើយគាត់នឹងអាចមានការណែនាំនៅទំនិញមួយឬក៏មានមិត្តភក្តិគាត់មួយនោះគាត់ថាចង់ទិញទំនិញដូចឯងប្រើដែរឃើញឯមុនឯងប្រើមកផលិតផលនឹងល្អឬក៏ទំនិញនឹងល្អខ្ញុំចង់ទិញដែរឯងទិញណាគាត់នឹងប្រកាសជាណែនាំឲ្យយើងពីព្រោះយើងបានផ្ដល់តម្លៃឲ្យគាត់ពីព្រោះយើងបានគោរពគាត់នេះហើយគឺជារឿងគុណតម្លៃមួយខ្លាំងបំផុត